Hello សូមស្វាគមន៍មកកាន់ Channel ពេជ្រសម្រាប់រឿងតែមុននឹងចូលដល់សាច់រឿងរបស់យើងadmin ក៏សូមពឹងអ្នកនរគ្នាជួយចុច Subscribe ចុច Like និងចុចសញ្ញាកណ្ដឹងនៅលើវីដេអូរបស់ admin ផងដើម្បីជាការលើកទឹកចិត្តដល់ admin ហើយ admin ក៏សូមពឹងអ្នកនរគ្នាចូលទៅក្នុងក្រុមនេះម្នាក់មួយផងអាច scan ទៅលើ QR code នេះបានដើម្បីទទួលបានដំណឹងថ្មីៗពី admin អញ្ចឹងកុំឲ្យខាតពេលយូរយើងចូលដល់សាច់រឿងរបស់យើងទាំងអស់គ្នាសាច់រឿងភាគទី13នេះក៏ចាប់ផ្ដើមឡើងយើងក៏បានឃើញនៅមន្ទីរពេទ្យហើយក៏ឃើញថាវេវេកំពុងតែនិយាយទូរស័ព្ទជាមួយនឹងលៀនជូក៏បាននិយាយថាលោកលៀនខ្ញុំមិនមានជំងឺផ្លូវចិត្តអីនោះទេគឺថាជំនួយការហ្នឹងគឺយកវេវេមកពេទ្យផ្លូវចិត្តមែនណាជំនួយការក៏និយាយសុំទោសទៅកាន់អ្នកគ្រូពេទ្យថាអូឲ្យខ្ញុំសុំទោសផងចំណែកលៀនជូក៏បានឆ្លើយវិញថាប្រាប់ឲ្យហើយទៅកុំមកធ្វើភ្លើជាមួយយើងណាហើយមើលរូបកន្លែងនេះឡើងខ្ជូតនិយាយក៏តាក់ខ្លាព្រមទាំងថាឆាប់សហការជាមួយនឹងពួកគេទៅកុំមកចង់លេងល្បិចជាមួយយើងអសោះចង់និយាយថាឲ្យវេនឹងសហការជាមួយគ្រូពេទ្យទៅហើយកូន admin ហ្នឹងក៏បានដែរហើយឃើញថាពួកគេក៏បានចូលមកដល់ក្នុងឡានវិញរួចទៅហើយក៏ឃើញថាជំនួយការនឹងខំប្រឹងមើលឯកសារនោះខ្លាំងមែនទែនឃើញអាព្រួយនៅលើក្បាលនឹងដោយសារតែចវាយជឿជាក់ខ្លាំងពេកថារបាយការណ៍នោះវាមានបញ្ហាដូច្នោះខំប្រឹងព្យាយាមមើលលទ្ធផលភាសាទៀតថាតើលទ្ធផលនោះមានបញ្ហាអីអត់តែវេងាកទៅបានត្រឹមតែអាណិតគ្នាព្រោះដឹងថាខ្លួនឯងអត់អីផងវេក៏និយាយបែបលេងសើចថាប្រហែលជាម៉ាស៊ីនដែលផលិតគាត់នឹងវាមានបញ្ហាស្អីដឹងជំនួយការគ្រាន់តែលឺអញ្ចឹងភ្លាមឈប់ភ្លេតឬក៏ងាកមកនិយាយជាមួយវេបែបសម្លក់សម្លឹងថាមន្ទីរពេទ្យនោះគឺបានប្រើប្រាស់ឧបករណ៍របស់ក្រុមហ៊ុនពួកយើងសលេងអត់មានសក់តិចហើយរបៀបថាឧបករណ៍ដែលនៅក្នុងមន្ទីរពេទ្យនោះគឺសុទ្ធតែរបស់ដែលផលិតចេញពីក្រុមហ៊ុនរបស់លៀនជូទាំងអស់ហ្នឹងអញ្ចឹងគេជឿជាក់ថាម៉ាស៊ីនដែលនៅក្នុងនោះសុទ្ធតែល្អចំណែកវេបានត្រឹមតែឆ្ងល់ទេគេក៏និយាយទាំងភាពជឿជាក់មកថាឧបករណ៍របស់ក្រុមហ៊ុនពួកយើងគឺល្អជាងគេបំផុតហើយនៅក្នុងប្រទេសនេះដូច្នោះហើយវាមិនអាចមានបញ្ហាទាក់ទងនឹងឧបករណ៍របស់មន្ទីរពេទ្យឡើយអញ្ចឹងតែគិតតែបញ្ហាមកពីណាគេមកពីអ្នកជំងឺពេលនោះវេក៏បានងាកមុខមើលទៅខាងក្រៅព្រមតែគិតក្នុងចិត្តថាតើក្រុមហ៊ុនពួកគេចាត់ទុកភាពអំនួតជាវត្តធម៌របស់ក្រុមហ៊ុនមែនទេហើយក៏ឃើញថាឡានក៏បន្តបើកទៅមុខបន្តពេលនោះវេក៏ងាកទៅសួរគេថាពេលនេះតើពួកយើងនឹងត្រឡប់ទៅវិឡាវិញមែនទេចំណែកលេខាក៏ឆ្លើយបាទរួចក៏នឹកសម័យទៅពេលលៀនជូស្រែកជេរគ្នានោះថាឆាប់បញ្ជូនគេទៅផ្ទះវិឡាវិញទៅយើងត្រូវតែឃើញដោយផ្ទាល់ភ្នែកនៅពេលដែលគេបានការចងចាំត្រឡប់មកវិញរបៀបថាលៀនជូគាត់គិតថាវេបាត់ការចងចាំអញ្ចឹងទៅទុកឲ្យនៅចិត្តខ្លួនអញ្ចឹងឯងដើម្បីថាពេលដែលវេមានការចងចាំវិញមិនលេខាក៏និយាយទៀតថាលោកលៀននិយាយថាលោកអាចស្នាក់នៅទីនោះរហូតដល់លោកចងចាំកន្លែងដែលលោកធ្លាប់រស់នៅនោះវិញទៅនោះវិញបានច្រឡំវិញទៅចំណែកវេបានរំតែគិតក្នុងចិត្តថាថ្ងៃនេះខ្ញុំទើបតែចាប់អារម្មណ៍ដឹងថាលុយហើយនឹងអត្តសញ្ញាណប័ណ្ណដែលខ្ញុំបាននាំយកមកជាមួយគឺมันអាចប្រើប្រាស់នៅលើពិភពលោកនេះបានទេបើទោះជាអាចប្រើបានក៏វាមិនអាចជួយឲ្យខ្ញុំរស់នៅបានលើសពីមួយអាទិត្យដែរខ្ញុំមានតែពឹងពាក់គេឲ្យជួយខ្ញុំសិនហើយចំណែកឯសាច់រឿងក៏បានកាត់មកពលានយន្តហោះក៏មានអ្នកណាម្នាក់លើកដៃទៅកាន់លៀនជូថាខ្ញុំនៅទីនេះពេលនោះលៀនជូក៏បានសួរទៅកាន់នាងថាក្រែងថាមកវិញនៅថ្ងៃស្អែកទេតើបានប្រាប់លោកប៉ាហើយឬនៅនាងក៏បាននិយាយថានៅទេខ្ញុំចង់ធ្វើឲ្យអ្នករាល់គ្នាគេភ្ញាក់ផ្អើលណាបើមើលទៅកាន់សម្រស់របស់នាងក៏ស្រស់ស្អាតម្យ៉ាងដែរប្រាប់ឲ្យហើយមកទៅនាងគឺជាប្អូនចិញ្ចឹមរបស់លៀនជូជាកូនបង្កើតរបស់លោកចិនណាពេលនោះនាងក៏បានហុចអាវទៅឲ្យលៀនជូកាន់ឲ្យព្រមទាំងចងសក់ឡើងមកថាអូយមេក្តៅយ៉ាងនេះហើយខ្ញុំស្លៀកពាក់ខោអាវឡើងក្រាស់ទៀតចំណែកងាកទៅមើលអ្នកដែលនៅចិត្តនោះវិញឡើងបេះដូងពេញខ្លួនហើយនាងក៏បាននិយាយបន្តទៀតថាមុនមកទីនេះខ្ញុំត្រូវតែឆែកមើលអាកាសធាតុជាមុនសិនពេលនោះម្នាក់ស្រីនៅចិត្តនឹងក៏បានកេះដៃរបស់នាងនេះសួយជួយណែនាំបរិសម្នាក់នោះឲ្យខ្ញុំផងនិយាយបណ្ដាទាំងមុខឡើងក្រហមបណ្ដាហើយម្នាក់ស្រីដែលពាក់អាវពណ៌ស្វាយនេះគឺឈ្មោះនីងសួយជាប្អូនរបស់លៀនជូពេលនោះនីងសួយក៏បានណែនាំទៅកាន់នារីសក់ខ្លីថានេះគឺជាមិត្តភក្តិរបស់ខ្ញុំរួចនាងក៏មកគៀកដៃរបស់លៀនជូព្រមទាំងនិយាយថាហើយនេះគឺប្តីរបស់ខ្ញុំកាលពីក្មេងរបៀបនិយាយលេងសើចចំណែកលៀនជូខឹងមែនតើឲ្យមិត្តភក្តិរបស់នាងវិញរត់ទៅភ្ញាក់ផ្អើលពេលនោះលៀនជូក៏បាននិយាយថាចិននីងសួយចំណែកនីងសួយក៏និយាយថាអូយថាលេងទេតាមពិតទៅគាត់គឺជាបងប្រុសរបស់ខ្ញុំហើយភាគទី13របស់យើងក៏បានចប់តែមានបន្តដល់ភាគទី14ឲ្យចំណែកភាគទី14ក៏ឃើញមុខខ្ជូតរបស់តុងតុងកំពុងតែអឺតមកពីក្នុងឡានពេលនោះនីងសួយក៏បានឃើញតុងតុងព្រមតែនិយាយថាអូតើឯងគឺតុងតុងមែនទេហើយឃើញថាឡានបានចេញដំណើរមកនីងសួយក៏បានយកដៃទៅអែក្បាលតុងតុងព្រមទាំងនិយាយថាអូមីងប៊ីតែនឹងភ្លេចទៅហើយកាលមុនប៉ារបស់ឯងដូចធ្លាប់ផ្ញើរូបរបស់ឯងឲ្យអ្នកមីងមើលដែរប៉ុន្តែក្មួយនៅខាងក្រៅមិនដូចជានៅក្នុងរូបតទៅសោះលៀនជូក៏បាននិយាយថារៀងឡើងសាច់ជាងមុនបន្តិចចំណែកតុងតុងខំស្ទាបមកខ្លួនឯងព្រមទាំងនិយាយថាហ្នឹងហើយខ្ញុំដូចរៀងធាត់ជាងមុននីងសួយក៏បាននិយាយថាក្មួយមានធាត់ឯណាពេលនោះលៀនជូក៏បានសួរទៅកាន់នីងសួយថាតើចង់ឲ្យយើងនាំឯងទៅផ្ទះវិញអត់ចំណែកនីងសួយគ្រាន់តែរំលឹកដល់ផ្ទះក៏មួមើលព្រមទាំងនិយាយថាតើស្រីម្នាក់នោះនៅក្នុងផ្ទះនោះដែរមែនទេលៀនជូក៏បានឆ្លើយថានឹងហើយនីងសួយក៏បាននិយាយថានេះតាកាចាស់នោះនៅមិនទាន់បោះបង់នាងចោលទៀតមែនទេ
តំណែងតំណងពួកគេហាក់ដូចជាបានយូរអង្វែងដល់ហើយគឺចង់និយាយពីម្ដាយចុងរបស់នាងនឹងឯងគឺរបៀបថានាងសួយអត់ចូលចិត្តម្ដាយចុងខ្លួនទេចំណែកអាតុងតុងក៏ខំងាកទៅសម្លឹងមើលមុខរបស់នាងព្រមទាំងគិតក្នុងចិត្តថាតើគាត់កំពុងតែនិយាយពីមីងដ៏ស្រស់ស្អាតដែលនៅក្នុងផ្ទះលោកតាមែនទេខ្ញុំចូលចិត្តមីងម្នាក់នោះណាគាត់តែងតែញញឹមនិងនិយាយលេងសើចជាមួយខ្ញុំតែពេលនោះនាងសួយក៏បាននិយាយថាអូមែនហើយថ្ងៃត្រង់នេះពួកយើងញ៉ាំម្ហូបចិនទៅខ្ញុំខានញ៉ាំម្ហូបចិនយូរហើយសាច់រឿងក៏កាត់មកដល់ភោជនីយដ្ឋានពេលនោះនាងសួយក៏បានសួរទៅកាន់លៀនជូថាបងនៅមិនទាន់ប្រាប់ប៉ាថាខ្ញុំត្រឡប់មកវិញទេមែនទេលៀនជូក៏បានឆ្លើយថានៅទេឯងប្រាប់គាត់ខ្លួនឯងទៅចំណែកនាងសួយក៏បាននិយាយថាការពិតទៅខ្ញុំអត់ចង់ទៅផ្ទះទេអញ្ចឹងហើយបានខ្ញុំអត់ប្រាប់ប៉ាហ្នឹងចំណែកលៀនជូក៏បាននិយាយថាដោះស្រាយខ្លួនឯងទៅចំណែកនាងសួយគ្រាន់តែលឺបងនិយាយអញ្ចឹងហើយខឹងឡើងបែកផ្សែងចុះបើខ្ញុំអត់ទៅផ្ទះបានអត់នៅពេលដែលគិតដល់ការដែលជួបមុខនាងក្នុងអាហារ3ពេលក្នុងមួយថ្ងៃខ្ញុំខ្លាចតែខ្ញុំលេបម្ហូបនឹងមិនរួចទេរួចក៏នឹកឃើញអ្វីមួយយ៉ាងថាមែនហើយខ្ញុំចាំបានថាបងដូចជាមានវិឡាមួយនៅឯជ័យក្រុងតើខ្ញុំអាចទៅរស់នៅទីនោះបានទេគឺនាងសួរពីវិឡាដែលវ័យកំពុងតែរស់នៅហ្នឹងលៀនជូគិតបន្តិចហើយក៏និយាយថាឯងមិនទាន់អាចទៅរស់នៅទីនោះបានទេនេះសួយក៏រៀងភ្ញាក់ផ្អើលរួចក៏សួរថាមិនអញ្ចឹងលៀនជូក៏បាននិយាយថាមិត្តរបស់បងគេរស់នៅទីនោះហើយពីអ្នកនេះគាត់ទៅលឺមិត្តតែភ្ញាក់ផ្អើលរួចក៏នឹកក្នុងចិត្តថាមិត្តភ័ក្តិតែមើលទៅកាន់ចរិតរបស់នាងសួយដូចជារៀងផ្លាស់ប្ដូរក្រោយពេលដែលលឺថាមានមិត្តភ័ក្តិរស់នៅទីនោះព្រមទាំងសួរទៅកាន់លៀនជូទាំងបែបទឹកមុខរៀងមានចម្ងល់ថាមិត្តស្រីមែនទេលៀនជូក៏ទម្លាក់កែវទឹកឡើងផាំងរួចក៏និយាយថាមិនមែនទេនេះសួយក្រោយទៅលឺបែបនោះហើយក៏រៀងសប្បាយចិត្តមកវិញព្រមទាំងសួរទៅកាន់លៀនជូថាមិនបានជាបងមិនតមានសង្សារទៀតអញ្ចឹងលៀនជូក៏បានឆ្លើយថារវល់នឹងការងារពេកចំណែកអានេះសួយក៏ទៅលឺអញ្ចឹងឲ្យសើចព្រមទាំងនិយាយថាបងប្រហែលជារវល់ពេកឡើងខ្លាយជាព្រះសង្ឃហើយមើលកាលសម័យគឺឃើញលៀនជូអត់សក់អង្គុយគោះអាត្រឡោកតុកចំណែកនាឡិកាក៏បានបង្ហាញឃើញថាម៉ោង11:06នាទីទៅហើយឃើញថាវ័យក៏នៅទីនោះព្រមទាំងនិយាយថាតើខ្ញុំគេងលក់តាំងពីពេលណានេះឡើងយប់បាត់ទៅហើយមើលទៅយប់នេះគ្មាននរណាមកទីនេះទេបែបតន្ទឹងចាំផ្លូវលៀនជូមកទៅដឹងពេលនោះសាប់តែពួររបស់វ័យក៏គ្រូកតែម្ដងព្រមតែគិតក្នុងចិត្តទាំងអែលពុកថាអូឃ្លានខ្លាំងណាស់រួចក៏ដើរទៅបើកទូទឹកកកហើយក្នុងទូទឹកកកនោះគឺស្ពោពេញទៅដោយអាហារហ្មងលៀនជូរៀបចំឲ្យបានស្រេចហ្មងចំណែកវ័យគ្រាន់តែដកឲ្យមើលហើយក៏ឃើញថាអូតម្លៃវាថ្លៃខ្លាំងហើយក៏ខំជង់អារម្មណ៍គិតថាអូយវាថ្លៃខ្លាំងណាស់រួចក៏កលេចទៅឃើញអ្វីមួយចំណែកអតនិចនីលកាក៏វិលបន្តដើរទៅមុខហើយក៏ឃើញថាគៀវក៏ដូចជាឆ្អិនហើយគឺឈររាប់ម៉ោងគឺតែរើសបានម្ហូបគឺធ្វើគៀវនឹងឯងហើយក៏កាន់ចានម្ហូបហ្នឹងមកដាក់នៅកន្លែងមកអួយមកដាក់នៅលើតុមួយព្រមទាំងនឹកឃើញថាតុនេះក៏នឹកឃើញដល់រូបភាពដែលពួកគេបានធ្វើអីមួយនៅកន្លែងតុហ្នឹងហើយពេលនោះបេះដូងឌុកដាក់មុខឡើងក្រហមអៀនឡើងក្រហមរួចក៏បានគិតថាតើពេលណាទៅខ្ញុំអាចជួបគេបាននឹកគេហ្នឹងឯងកូនសាច់រឿងដូចជាចាប់ពីភាគហ្នឹងទៅវាចាប់ផ្ដើមល្អមើលសាច់រឿងនៅភាគទី15នេះក៏គេចាប់ផ្ដើមឡើងនៅប្រហែលថ្ងៃក្រោយមកទៀតក៏ឃើញមានអ្នកបើកទ្វារផ្ទះពេលនោះវ័យក៏មានរបៀបគិតក្នុងចិត្តថាមានគេមកហើយរួចក៏ចោះពីចដាលមកទឹកមកហើយឆ្លាញ់រូបក្នុងកនូនោះរឿងហ្នឹងគឺខ្ជូតហ្មងពេលនោះវ័យមកដល់បែបរៀងខកចិត្តដែរឃើញជំនួយការរបស់លៀនជួមកឲ្យមកបើកទូទឹកកកមើលវ័យក៏គិតទាំងអោនមុខចោះថាមិនមែនជាគេទេអូរងចាំលៀនជួមកនេះចំណែកជំនួយការបើកទូទឹកកកបដាគិតបណ្ដាថាអាហារនៅប៉ុណ្ណឹងដដែលវាអត់ចោះសោះហ្មងគឺវ័យអត់មានយកអីញ៉ាំទេលេខារបស់លៀនជួពេលនោះក៏ងាកទៅឃើញវ័យរួចក៏សួរថាពីថ្ងៃហ្នឹងតើវ័យអត់មានហូបអីសោះហ្មងវ័យពេលនៅភ្ញាក់រួចក៏មកចង្អុលទាំងនិយាយថាអូខ្ញុំញ៉ាំគៀវហើយនឹងសុំចំណែកលេខាក៏ងាកមកនិយាយទៅថាតើលោកអត់ចេះធ្វើម្ហូបមែនទេវ័យក៏រៀងស្ងាត់ទាំងគិតក្នុងចិត្តថាខ្ញុំមិននឹងហ៊ានធ្វើម្ហូបនៅក្នុងផ្ទះអ្នកដទៃនោះចំណែកលេខាគិតក្នុងចិត្តវិញចាច្បាស់ណាស់គឺគេពិតជាអត់ចេះធ្វើម្ហូបមែនហើយវាគិតផ្សេងគ្នាវាឆ្កុយផ្សេងគ្នាហ្មងលេខាពេលនោះគាត់ក៏បានហុចអ្វីឲ្យទៅកាន់វ័យទាំងនិយាយថាចាប់ពីពេលនេះតទៅបើមានការអីលោកអាចខលមករកខ្ញុំបានហើយខ្ញុំនឹងប្រាប់ឲ្យអ្នកមីងមេកាមើលថែផ្ទះមកទីនេះអូអាហ្នឹងគឺជានៅបានមកគាត់អ្នកនរគ្នាវ័យទទួលទៅមើលរួចជំនួយការហ្នឹងក៏និយាយទៅថាអូយសុំទោសផងអ្នកនរគ្នាលើឃើញអេដមីនម្ដងហៅជំនួយការម្ដងហៅលេខាហ្នឹងក៏ប្រកាន់អេដមីនណាគឺអេដមីននិយាយថាពីបរិះម្នាក់ហ្នឹងមួយទៅអេដមីនភ្លេចឈ្មោះគាត់ទៀតហើយគាត់ថាលេខាចុះលេខារបស់លៀនជូសួរកាន់វ័យថាអញ្ចឹងតើលោកត្រូវការអីទៀតអត់វ័យពេលនោះក៏ដូចរៀងស្ទាក់ស្ទើររួចក៏ងាកមកនិយាយថាខ្ញុំចង់ខលទៅរកលោកលៀនចំណែកលោកលេខាក៏បាននិយាយថាលោកប្រធានលៀនគាត់ទៅក្រៅប្រទេសបាត់ហើយនៅទីនេះគឺពេលយកខុសគ្នាជាមួយនឹងយើងនៅទីនេះបើសិនជាលោកមានការអីលោកអាចប្រាប់ខ្ញុំសិនបានណាចំណែកឯវ័យពេលនោះទឹកមកក៏ទម្លាក់ចន់តិចដែរក្តាប់ដៃយ៉ាងណែនរួចក៏និយាយថាបើសិនជាអាចតើលោកអាចជួយធ្វើអត្តសញ្ញាណប័ណ្ណឲ្យខ្ញុំផងបានទេគឺខ្ញុំចង់ចាក់ចេញពីទីនេះសាច់រឿងគេក៏បានកាត់មកពិធីជប់លៀងឯនេះវិញ
ก็เคยเรียนจูบรอหมกงอบเนอชอจุบอะไรในครั้งเรื่องเองเป็นนู้กับเมียนตูซับโรเรียนจูกับอันเลิกมาตัวต่างเหนียดให้ไม่ไกลตัวสดับบรรดาจุบอะไรบรรดาแต่มันใหญ่ไว้เตะรู้กันยี่กับตัวบริเจ้าต่างปรับท่าเธอตาไว้เด็กเก็บปรับเตอคือก่อนในยัยจมูกเลยค่ะบอกก่อนไงปีเรื่องใดไว้สมัยเธอจะเช่นบันทำไมอ้อยรู้เคยเรียนจูบ้านจอมมากันไรไปที่จุบเลี้ยงเป็นนู้กับเมียนบรามันเนี่ยบ้านดาวมาจมูกในรีสอร์ทมันเนี่ยแต่งนี่ท่าลูกเลี้ยงเที่ยมันลือถ่าโลกเนื้อเขมรเต้แต่ก็มีสมรรถภาพจุกใจแข่งจำนวนมาแต่ให้จำนายไอ้บรามันนั้นคือจมูกถ่าลูกจูเป็นนู้ก่อนกับบ้านเหตุการเรียนจูเตี้ยท่าออกสาตัวพ่อลูกเลี้ยงตั้งเยอะแก้วสระบอกกอดตัวจูจมูกหนึ่งเรียนจูเป็นนู้เรียนจูกับอันนี้ท่าเอาก้นนี่ก็ได้สาตากายกปลอดบอกโลกแต่เต้ลูกจูนั่นก็ว่าในทางโลกใหญ่จังวิหารโดยเชียการศึกษาเชียงไปให้ในด้านนอกขนมจีบกรรมนี้นะได้ทางมันสกอร์กรมพลฝึงเชียนู้ก็ตื่นเต้นมาบอกเรียนจูแต่เอาถึกสัปดาห์วันใต้บอกตัวเชียโลกเชียจะวายก็ได้นี่ปุโลกบ้านเลือกเกอายุได้ให้โดยเฉพาะโลกก็กลัวแต่ตัวอากาศสำหรับกรมพลตัวตายคาตะพองหลายนางเย่คอกเชื่อกัดเจ้าตัวเนี่ยเอาแค่เดินทางไปไม่สำไรอยู่กับตัวนี้ปุ่นมาคลาพองตื้อมันใหญ่จังแต่คลาตื้อพองเราก็โจใส่เรืออยู่บนโต๊ะเป็นโนเรียนจูกับบ้านกิจสมัยบอกกอดจริงแต่งดีทาลูกกูซ้ำไปให้จำนายลูกจูก็เงี้ยตัวสัญญาในดักในรีมันได้เรื่องกลอยนึงเนี้ยก็แต่จับยกแก้วสระแต่งดีทาลูกเลี้ยนรู้กับกันแก้วสระดาวมารกเรียนจูแต่งดีทาทั้งนี้ลูกจูก็มันเซอร์สรูครูนเตลูกจูนั่นคือจะบรอจำนายแม่นู้นเนี่ยดอกเนี่ยจะละมวยเลี้ยนจูยืมเนี้ยก็ในยึดติดแทโดยเฉพาะช่างหนึ่งพักจมูกกอดลูกเลี้ยนหนึ่งมันเป็นการเตะรู้กับกิจขนมจัดแทประเทศกระมวลมันเนี่ยนี้ปัจจัยอโดยดาเกนี่ยัยเป็นแมนหายทางต่างเมนรูเรื่องสังหารติดพองเยอะเลยแบบใส่แซ่เหรอรู้เนี่ยก็กิจติดแทบสัญญาย่อมมีอาการบ้านหนุ่มราเกนึกเธอเอาเกสบายจัดนู้ขย่อมหนึ่งไอ้คลายจิกูสไนบันดาสารบักเก็บบ้านให้แบบนั้นคือวิธีการดับประสาเจียงตะแปะได้ขย่อมกระโปรงแต่ตัวนี้เวดองแต่เตี้ยเนาะจังไม่ได้ทันเนี้ยคือจะใส่ดอกบอลลูกจูเนาะหายแต่จังมาเธอเตะโยเรียนจูยืมเนี่ยตีนะรู้ก็เธอเจียกับปบกาวซานั่งโยหมดดะเลยประหลาดเลยเรียนจูเป็นนู้ลูกจูกับเกงเงี้ยมันใหญ่ทามือเนียงจ้อเนี่ยปัจจุบันไปให้ไปให้จำนายอันในริมเนี่ยนั่นก็ดีท่าสมตัวพ่อชิมสมตัวพ่อลูกเลี้ยนจำนายลูกจูนั่นก็เงี้ยมันใหญ่ถึงสายท่าลูกเลี้ยนเวียดนามใบจิกาสมตัวยกนี้ตาลูกจังอ่อยเนี่ยตัวกับดอลูกมือจบได้โอ้ยตานี่ลูกจะสาหัสใส่บอกลูกไหนซ้ายจังตัวกับดอเนี่ยสิ่งเด็ดโอ้ยเรียนจูว่าได้เอาจริงมันได้ก็นี่ได้ท่ามันจำไปเตะมุนหนังได้จังก็นี่ท่าชิมเป็นเรื่องได้เธอติดดุชนะให้ชิมสมตัวมุนสันหายเตะนาเตะแต่เลี้ยนจูเมียนจูอดงี้มองจำนายลูกจูบ้านเติมท่าลูกประเทศเลี้ยนจำนายเลี้ยนจูได้เจอมันได้ก็นี่ได้ท่าคอมเพล็กซ์เติมจำนวนการบอกชิมปีการบอกอุดพองน่ะจำนายปีนี้ฮะหลังเกียงอ่ะดังใหญ่ที่เลยบอกจำนายการเกิดบอกเลี้ยนจูเนี่ยเป็นตั้งแต่กระดาษหายให้เกิดขึ้นจัดเจแล้วbây giờ cô sẽ có bơm mình khôngใช้แบบนี้ตีนกับวัดกอประตูมวยด้วยกันอย่างเกิดขึ้นจัดตีท่าวิออนเจียงแล้วbây giờ bỏ chânทิ้งไว้แต่เตี้ยคืออย่างท่าแล้วbây giờโตนะวิออนเจียงไว้เยอะตีรอเรื่องกิดตั้งจุนจามตีท่าจังตาchânทิ้งไว้จีน่ะแน่เอาประกอบเตอใส่เรื่องนักเพจตีดับแรมกับบางจ็อบแต่ไม่นึงโจดับเพจตีดับประมวยอ้อยใส่เรื่องนักเพจตีดับประมวยก็จับดามล่างนักเพจได้เคยโลกจะหน่วยการนักบานยอแต่เสียนบานยังมาอ้อยไว้ตัวรวยก่อนนี้แทกชิมสมตัวพองย่อมมันนักสแมนทาวิใหญ่ๆแบบนังซ้อรวยเกย์กับกัตเตอร์เกย์แต่เธอแต่เช่นบานปีสัปดาห์มนนึงอ้อยก่อนใหญ่ปีจะหน่วยการนั่นคือกดชั่วโมงหลุกลิมเนี่ยต่อขึ้นเนี่ยเกย์บ้านน้อมไว้แต่ทอดลูกพองอ้อยกับบ้านช่วยรีบจำไอ้กระแสจิตราหนึ่งใบอ้อยไว้นังโยลอ้อยเกย์กับบ้านรีบจำไอ้กระแสสมบูรณ์กันนัดหนึ่งดอสไลจิมวยหนึ่งแข่งกรมเนี่ยตรวจเป็นบริจิบริไอ้หนึ่งเกย์ตรวจเป็นไอ้กระแสลูกลิ้นนึงกับบ้านไหนท่ามันไอ้เต้โอ้แมนเฮยลูกเลี้ยนบ้านเตรียมระบอกนี้จุนลงยังเคยดอกซ้อมสมบูรณ์มาอ้อยไว้เปเตอร์ตัวเตอร์กอบหยับเอาต่างทางนี้ลูกลิ้นนึงก่อนนี้ติดแฮลูกเมนลอยสมบัติแต่มือใส่นกคลองคลวนโดยชนะให้โลโก้แต่ตัวยกเวเตอร์ไว้สงัดบันไตด้วยกระดอกยกแต่มวยสันหลักแต่ปนอแจ้งนี้แทปนังคือกระโปรงเฮยด้วยกระหอยสมบัติลอยตั้งแต่หอยแข่งลูกเลี้ยนเอาไว้ลูกเลี้ยนกับตัวด้วยกันนี้แทตาลูกตะกาคอตัวลูกเลี้ยนไอ้ได้ติดอันไว้เป็นเอากัดบันไตด้วยกันนี้แทมันจำใบเต้ซ้อมช่วยออกคนลูกเลี้ยนจำนวนชิมพองนะรวยกับกัดคืนไว้บ้านดาวใจปีเตียเวลาได้กอดมันสนะเลยรวยกับดอดดังห้ามทอมแบบทูตรงดังเฮ้ยเงยแต่มือเมฆรวยกันยีท่ามันตอมมังเตี้ยรวยกันเลือกกระดาไว้เอามือดังกัดคงจะท่าประมาณไงนี้ชมบ้านปลาคอมพิวเตอร์ขนมบรรทุกจะตัวพิ้วนำไปใช้มือการเงียบประกาศบอกเลิกให้การเงียบฟิจารคือเตอการเสียบัตรศึกษาหนึ่งบัตรวิสาการเงียเลยนั่นคือมันเสมียงเก็บประกาศใส่ระบบกลึกติดคนใต้เนื้อเมียการเงียจีเนรถตอกไอ้ได้จังไงตาขยมหนึ่งตะดับเปียกหนึ่งสเปียมวยนะท่านนี่รู้กับกัดแต่งมกชุดท่าสู้
ដល់ពេលដែលត្រូវចាប់ផ្ដើមជីវិតថ្មីហើយខ្ជូតខ្លាំងសាច់រឿងគេក៏បានកាត់មកកន្លែងសួនកំសាន្តមួយកន្លែងពេលនោះក៏ឮសំឡេងរបស់តន្តុងបាននិយាយថាអ្នកមីសៀវឲ្យឆាប់ឡើងមកហើយមកមើលពីអ្នកមីងក្មួយគេនឹងខ្ញុំនិយាយនិយាយតាមត្រូវមានដែរជីអាហ្នឹងឯណាខ្លាចហ្មងរៀងតាំងពីក្មេងមកធ្លាប់ជីកត្រកវល់មកសាឡើងចង់កៀងបេះដូងងាប់តែប៉ុណ្ណឹងមកឲ្យតែលបែងក្មេងលេងអារបៀបចឹងលេងជីព្រោះឃើញពួកគេក៏មកលេងអាកន្លែងស្នោនេះអ្នកនរគ្នាមិនដឹងអាហ្នឹងគេហៅអីទេពេលនោះសាវស៊ូដូចជាភ្ញាក់ផ្អើលនឹងអ្វីមួយចំណែកតុងតុងក៏ងាកមកសួរថាអ្នកមីងចំណែកសាវស៊ូពេលនោះក៏រាវករបស់ខ្លួនទាំងនេះថាអ្នកមីងបានជ្រុះខ្សែកបាត់ហើយពេលនោះក៏បានឃើញវៃបានដើរមកតែនិយាយថាចាងខៃស៊ីងដល់ពេលដែលត្រូវដូរវេនគ្នាហើយវៃក៏ភ្ញាក់ផ្អើលដែលឃើញតុងតុងកំពុងតែឈរនៅកន្លែងស្នោក្មេងៗលេងនឹងដែរហើយថាវាជានិស័យហ្មងប៉ុន្តែវៃហើយតុងតុងគឺអត់ដែរជួបគ្នាទេតាំងពីលៀនជួជាមួយវៃស្គាល់គ្នាមកគឺតុងតុងមួយវៃអត់ដែរស្គាល់គ្នាហ្មងអានេះវាអាចថានិស័យវាបណ្ដាលឲ្យជួបគ្នាពេលនោះវៃក៏បានដើរមកសួរថាតើមានរឿងអីមែនទេហើយនារីសក់ខ្លីនោះអត់មានសំហៅថាខៃស៊ីនពេលនោះនាងក៏និយាយទាំងរលីងរលោងថាភ្ញៀវបានជ្រុះខ្សែកបាត់ខ្ញុំភ្លេចប្រាប់ឲ្យភ្ញៀវដោះខ្សែកឬគ្រឿងអលង្ការទុកមុនពេលដែលចូលលេងចំណែកការគិតរបស់តុងតុងវិញក៏ថាអញ្ចឹងដោយសារតែខ្ញុំទើបធ្វើឲ្យអ្នកមីងត្រូវមកលេងជាមួយខ្ញុំដូច្នោះទើបធ្វើឲ្យជ្រុះបាត់ខ្សែកហើយពីហ្នឹងក៏បន្ទោសគ្នាទៅវិញទៅមកថាអញ្ចឹងវាជាកំហុសរបស់ខ្ញុំវៃក៏បានទៅសុំទោសអ្នកនាងសាវស៊ូហ្នឹងទាំងនិយាយថាពួកខ្ញុំនឹងបញ្ញាប់ជួយរកខ្សែកឲ្យអ្នកនាងតើវាជាខ្សែកម៉ូដអីដែរនាងក៏បានបញ្យល់ប្រាប់ថាវាគឺជាខ្សែកពណ៌មាសបន្តោងជារូបរាងជាស្លឹកឈើ4សន្លឹកនិយាយក៏ទូរស័ព្ទនាងរោនាងក៏លើកនិយាយថាអាឡូបងប្រុសតើបងមកដល់ហើយមែនទេរួចនាងក៏ងាកទៅនិយាយជាមួយតុងតុងថាតុងតុងប៉ារបស់ក្មួយនឹងមកយកពួកយើងទៅញ៉ាំអាហារពេលល្ងាចជាមួយគ្នារួចនាងក៏ងាកមកនិយាយជាមួយខៃស៊ីងថាណាហើយចុះមិនចាំបាច់រកទេបើវាមិនអីបើវាបាត់ក៏វាមិនអីដែរចំណែកខៃស៊ីងពីនោះគេរបៀបលៀនលងមកសាវស៊ូក៏និយាយថាវាពិតជាមិនអីពិតមែនខ្ញុំធ្វើវាឲ្យជ្រុះដោយខ្លួនឯងទេវាជាការធ្វើប្រហែលរបស់ខ្ញុំអ្នកទាំងពីរក៏ចិត្តដល់ម៉ោងត្រូវចេញពីធ្វើការដែរហើយមិនចឹងដូច្នោះមិនចាំបាច់តែស្វែងរកខ្សែកទៀតទេនោះគ្នាទៅហូបអាហារពេលល្ងាចចុះណាចំណែកខៃស៊ីងក៏ងាកទៅនិយាយជាមួយវៃថាមិនចាំបាច់រកវាទេវៃពេលនោះក៏ក្រោកឈរមកប៉ុន្តែស្រាប់តែដូចរៀងវិលមុខពេលនោះខៃស៊ីងក៏រត់មកចាប់ទាញវៃរួចក៏សួរថានេះឯងកើតអីហ្នឹងតើឯងវិលមុខទៀតហើយមែនទេមានអារម្មណ៍ថាវៃអាការៈចម្លែកវៃពេលនោះក៏បាននិយាយថាខ្ញុំអីទេអញ្ចឹងឯងទៅសុំលេខទូរស័ព្ទរបស់ភ្ញៀវមកក្រែងលោពេលខ្ញុំរកខ្សែកនោះឃើញពួកយើងនឹងប្រកល់ទៅជូនភ្ញៀវវិញពេលនោះក៏ឮសំឡេងថាអូខេវាបែបសាវស៊ូនិយាយទូរស័ព្ទមួយហើយក៏បង្ហាញឲ្យឃើញមុខរបស់លៀនជូផងដែរបុរសមុខងាប់នៅតែមុខងាប់ដែររួចក៏បង្ហាញឃើញវៃគឺនៅតែនៅរើអីវ៉ាន់កន្លែងនឹងដដែលដើម្បីរកខ្សែកហ្នឹងចំណែកសាវស៊ូពេលនោះក៏សួរទៅកាន់លៀនជូថាតើបងកំពុងតែមើលអីហ្នឹងលៀនជូក៏បានឆ្លើយថាគ្មានអីទេនិយាយអញ្ចឹងបុគ្គលិកម្នាក់នោះមិនក៏គេនៅតែនៅទីនោះទៀតអញ្ចឹងពេលនោះតុងក៏គេលើកជាទៅកំហុសរបស់គេថាវាជាកំហុសរបស់ខ្ញុំដោយសារតែខ្ញុំបាននាំអ្នកមីងទៅលេងកន្លែងនោះទៅធ្វើអ្នកមីងជ្រុះបាក់ខ្សែកចំណែកសាវស៊ូក៏និយាយថាអីទេបន្តិចបន្តួចហ្នឹងវាគ្មានអីដែលគួរឲ្យវាគ្មានអីដែលគួរបារម្ភទេហើយប៉ារបស់ក្មួយក៏ជាអ្នកចេញលុយដែរចំណែកលៀនជូពេលនោះក៏នៅតែងាកមកសម្លឹងគឺគាត់បានឃើញវៃដែរនឹងឯងសម្លឹងមកបែបទាំងកសែភ្នែកសតុនណាតែនិយាយថាតោះពួកយើងទៅរួចក៏បង្ហាញឃើញពួកគេគឺដើរបញ្ច្រាស់គ្នាមើលទៅមានអារម្មណ៍ថាអាណិតវៃខ្លាំងណាស់មើលប្រហែលវគ្គទៅមុខទៀតគឺវៃគឺកាន់តែគួរអាណិតហើយសាច់រឿងនៅភាគទី15ដល់6របស់យើងក៏បានបញ្ចប់ហើយបើសិនជាមានខុសឆ្គងសូមអធិស្ឋានអត់មានផងហើយសម្រាប់គ្នាយើងអត់មានសុំពឹងអ្នកនរគ្នាចូលក្នុងក្រុមដែលមានបានដាក់QR នៅលើហ្នឹងអាក្រុមហ្នឹងអត់មានបងលួយអត់មានតម្រូវអ្នកអស់អីទាំងអស់គ្រាន់តែចូលទៅគឺសម្រាប់ admin បញ្ជូនព័ត៌មានអីដែល admin ប្រាប់អ្នកនរគ្នាបន្តបើសិនជា admin វាសគួរនៅពេលដែល channel admin មានបញ្ហាអញ្ចឹងកន្លែងហ្នឹងគឺ admin នឹងផុសប្រាប់អ្នកនរគ្នាទាំងអស់ពី channel របស់ admin ទាំង3ទាំង4ហ្នឹងអញ្ចឹងក៏សង្ឃឹមថាអ្នកទាំងអស់គ្នានឹងចូលម្នាក់មួយផងណាពី admin បាយ